សម្លម្ជូរគ្រឿងពោះគោបងប្អូនចង់ញ៉ាំមានអារម្មណ៍ថាខ្ជិលទុកមុនហើយដោយសារអីម្ជូរគ្រឿងពោះគោហ្នឹងចំណាយពេលធ្វើយូរតម្រាំបានញ៉ាំមកបងប្អូនដោយសារអីយើងត្រូវទិញពោះគោយកមកចម្អិនកោសវាសម្អាតតម្រាំទៅស្អាតហើយទៅមកទៅឆ្អិនហើយបើយើងយកមកស្លតាមខោយទៅអត់បងប្អូនតែនេះដោយសារអីខ្ញុំចង់ញ៉ាំខ្លាំងដល់អញ្ចឹងទៅនឹកឃើញថាបើសិនជាយើងទិញពោះគោដែលគេចម្អិនហើយស្រាប់ហ៎មិនល្អអីយើងយកមកគ្រាន់តែហាន់វាកង់ទៅហើយយើងទិញគ្រឿងមកបានញ៉ាំបាត់ទៅអត់បងប្អូនហើយចំណាយពេលលឿនទៀតនិយាយទៅស្លតែមួយផ្លែតគឺបានញ៉ាំហ្មងនេះដែរបងប្អូនខ្ញុំទិញពោះគោដែលគេចម្អិនហើយស្រាប់ហ្នឹង1គីឡូហើយ1គីឡូគេលក់តែ25,000ឯងបងប្អូនយើងឲ្យគេលាយគ្រប់មុខមកតិចចឹងណាហើយខ្ញុំទិញតកួនម្ដុំហើយខ្ញុំទិញគ្រឿងស្រាប់អីស្រាប់ទាំងអស់បងប្អូនអើយដោយសារអីខ្ញុំអត់សូវមានពេលអញ្ចឹងណាបងប្អូនតែវាថាយើងចង់ញ៉ាំហើយយើងរៀងឆ្លៀតតិចណាបងប្អូនហើយតកួននឹងដែរបងប្អូនចង់ដាក់រៀងច្រើនតិចក៏បានតែខ្ញុំចង់ផ្ដោតលើពោះគោជាងដល់អញ្ចឹងទៅខ្ញុំប្រើពោះគោឆ្អិនស្រាប់ហើយទិញតកួនថែមតែម្ដុំទេហើយតកួននឹងដល់ពេលបេះចាស់ទៅនៅសល់តែបន្តិចមួយបងប្អូនតែអត់អីទេបងប្អូនចូលជាតិគ្នាល្អជាមួយនឹងពោះគោខ្លាំងណាស់និយាយទៅមុខម្ហូបមួយបងប្អូននេះបើសិនជាយើងចង់ធ្វើខ្លួនឯងសុទ្ធតាមលំដាប់លំដោយហ្មងមានអារម្មណ៍ថាវាចំណាយពេលយូរខ្លាំងណាស់បងប្អូនព្រោះខ្ញុំធ្លាប់ស្លម្ដងហើយទិញពោះគោដែរឆៅយកមកស្លហ្នឹងបងប្អូនអើយតម្រាំតបានញ៉ាំខ្ញុំទៅសាមពីព្រលឹមម៉ោងឡើង7:01ថ្ងៃត្រង់មិនបានញ៉ាំបាយបងប្អូនហើយរវល់រហូតហ្មងមុតដៃផងអីផងយើងសម្អាតអាពោះគោហ្នឹងបងប្អូនដោយសារយើងអត់សូវមានជំនាញទៀតអញ្ចឹងទៅកាន់តែយូរហ្មងដល់ឥឡូវរកវិធីទិញឆ្អិនស្រាប់យកមកអញ្ចឹងទៅនិយាយពីថាលឿនមែនតើចង់ញ៉ាំស្លហ្នឹងស្លមួយផ្លែតបានបងប្អូនលឿនជាងស្លធម្មតាសឹងថាលឿនជាងផងហើយទៅសារហ្នឹងដែរខ្ញុំទិញបានសាឡាត់ដែលគេដាំដោយខ្លួនឯងនៅតាមផ្ទះចឹងបងប្អូនហើយគេដាំរបៀបបែបនៅលើទឹកចឹងសាឡាត់ហ្នឹងចង់ទិញនៅទីផ្សារមានទេនៅខេត្តហើយទិញបានបន្តិចទេហើយក៏តម្លៃវារៀងគួរសមដែរប៉ុន្តែអត់អីទេដោយសារអីវាប្រភេទធម្មជាតិចឹងណាហើយនឹងដលងដែលខ្ញុំបានទិញមកហ្នឹងដល់ពេកចុងវីដេអូខ្ញុំអាំងទៅអើយឆ្ងាញ់ខ្លាំងហ្មងបងប្អូនអើយដលងជ្វាយើងដាក់អាំងជាមួយនឹង microwave ទៅមានណាឡើងជាតិហ្មងបងប្អូនហើយពោះគោដែលខ្ញុំបានទិញពីគេមកហ្នឹងណាក៏យើងត្រូវសម្អាតថែមពីលើទៀតដែរដូចជាខ្មៅហ្នឹងយើងគៀកោះវាចោលអស់ទៅហើយយើងលាងទៀតណាបងប្អូនដើម្បីយកទៅស្លដើម្បីប្រកាសថាពោះគោហ្នឹងវាស្អាតចឹងណាបងប្អូនយើងរកស៊ីហើយវាប្រកាសណាស់គឺរវល់បងប្អូនប៉ុន្តែពេលដែលយើងឆ្លៀតធ្វើម្ហូបទៀតអញ្ចឹងតែអត់រកវិធីដែលងាយទេយើងអត់បានញ៉ាំអីដែលយើងចង់ញ៉ាំទេបងប្អូនអើយស្លមួយមុខហ្នឹងបងប្អូនខ្ញុំចង់ធ្វើហ្នឹងគឺទីមួយថ្ងៃហ្នឹងគឺវាអត់សូវស្រួលខ្លួនចង់ញ៉ាំបែបថាជូរច្រាស់មាត់ចឹងណាយើងប្រើអំពិលទុំដល់អញ្ចឹងទៅអូយពេលដែលហត់ក្តៅទៅនិយាយពីថាជាតិខ្លាំងណាស់បងប្អូនអើយមានកលាំងហ្មងណាមួយយើងធ្វើបានរសជាតិដែរយើងចង់ធ្វើរសជាតិបែបយើងអញ្ចឹងណាបងប្អូនបើពេលណាយើងរវល់ខ្លាំងអញ្ចឹងទៅយើងទៅរកម្ហូបដែលគេលក់ស្រាប់ធម្មតាទេទឹកដៃវាមិនដូចដែលអីដែលយើងចង់បានដែរប៉ុន្តែធ្វើម៉េចបើយើងតល់ហើយយើងមិនទៅញ៉ាំម្ដងម្កាលអញ្ចឹងទៅហើយបន្ទាប់ពីពោះគោយើងហាន់រួចរាល់ហើយយើងច្រាំប្រហុកទុកលីងជាមួយគ្រឿងអញ្ចឹងណាបងប្អូននិយាយទៅរបៀបធ្វើអត់មានអីពិបាកទេងាយទេបើបងប្អូនចង់ធ្វើអីអាចមើលវីដេអូហ្នឹងបានរបៀបធ្វើងាយហើយលឿនទៀតបើនិយាយពីគ្រួសារខ្ញុំវិញណាឲ្យតែថ្ងៃណាខ្ញុំបានធ្វើម្ហូបអញ្ចឹងគាត់សប្បាយចិត្តបងប្អូនភាសាអីគាត់ថាអញ្ចឹងទិញម្ហូបស្រាប់ពិបាកញ៉ាំអូនអើយនិយាយទៅធ្វើម៉េចបើយើងតល់ហើយមានតែញ៉ាំម្ដងម្កាលគាត់ក៏មិនរៀបថាបខំយើងអីណាស់ណាដែរជាតិធ្វើបានធ្វើទៅធ្វើម៉េចបើយើងរកស៊ីយើងត្រូវរវល់ចឹងហីតែគាត់ថាថ្ងៃណាដែលខ្ញុំឆ្លៀតធ្វើម្ហូបបានណាគឺគាត់សប្បាយចិត្តខ្លាំងណាស់បងប្អូនហើយដោយសារអីគាត់ថាពេលយើងស្លខ្លួនឯងចឹងគាត់ញ៉ាំស្និទ្ធមាត់ហើយគាត់ញ៉ាំបាយបានច្រើនគាត់រៀបថាដូចម្ហូបគេធ្វើស្រាប់ចឹងណាបងប្អូនតែធ្វើម៉េចទេបើយើងជាអ្នករកស៊ីយើងវាអត់មានពេលគ្រប់គ្រាន់ទេដើម្បីធ្វើម្ហូបហ្នឹងយូរបានឡើងទៅសាម្ដងអញ្ចឹងណាថ្ងៃណាដែលរវល់ទៅក៏យើងបានទៅសាអញ្ចឹងទៅ
ទៅថ្ងៃណាដែលឆ្លៀតធ្វើម្ហូបបានមួយចឹងទៅអូយនិយាយថាក្តីសុខហើយគឺញ៉ាំស្និតមាត់ខ្លាំងមែនតើមនុស្សស្រីបងប្អូនរកស៊ីហើយឆ្លៀតការងារផ្ទះទៀតបើមិនបានទៅសើទេក៏កុំបង្អាក់ទឹកចិត្តកុំធ្វើឲ្យគាត់ពិបាកចិត្តត្រូវអត់បងប្អូនព្រោះសារអីអត់មនុស្សប្រុសភាគច្រើនគេធ្វើការគេដឹងតែធ្វើការហើយដល់ពេលមកដល់ផ្ទះវិញមានញ៉ាំស្រាប់ត្រូវអត់បងប្អូនតែយើងជាមនុស្សស្រីពេលខ្លះយើងធ្វើការដូចមនុស្សប្រុសអញ្ចឹងប៉ុន្តែពេលមកដល់ផ្ទះវិញកាតព្វកិច្ចយើងគឺត្រូវតែធ្វើម្ហូបចឹងហ្មងបើបានគ្រួសារដែលគាត់យោគយល់គាត់ជួយសម្រាលកិច្ចការយើងអត់អីណាបងប្អូនតែបើគាត់ប្រចាំការងារគឺដឹងតែពិបាកឲ្យបងប្អូនអើយប៉ុន្តែគ្រួសារខ្ញុំអត់អីទេគាត់យោគយល់ណាស់ធ្វើបានអត់ញ៉ាំលំហូបស្រាប់ក៏បានដែរថ្ងៃណាឆ្លៀតបានធ្វើទៅក៏កាន់តែល្អអញ្ចឹងណាបងប្អូនពេលដែលឆ្លៀតធ្វើបានម្ដងហើយណាស់ក៏ទៅសារប្រពន្ធខ្លះដែរត្រូវអត់បងប្អូនកុំឲ្យគ្នាខំប្រឹងហើយអត់បានទទួលពាក្យលើកទឹកចិត្តអីពីប្តីហើយការសរសើរហ្នឹងគឺគ្មានអីអស់ហើយត្រូវអត់បងប្អូនមានតែឲ្យគាត់មានកម្លាំងចិត្តកាន់តែខ្លាំងឡើងហើយដលងនេះខ្ញុំបានទិញហ្នឹងលាងទឹកឲ្យស្អាតដាក់អាំងនៅក្នុង microwave បងប្អូននិយាយថាផុសល្អខ្លាំងមែនតែនហ្មងហើយអាំងហើយឡើងឈ្ងុយឡើងទុនល្អួតហ្មងណាបងប្អូនមានអីទៀតនេះមានម្ហូបឆ្ងាញ់ហើយមានដលងអាំងក្តៅបន្ទាប់ពីបាយហើយញ៉ាំថែមទៀតហៅណាបានណាបងប្អូនរបស់ញ៉ាំផ្គត់ផ្គង់ឲ្យនេះអញ្ចឹងណាបងប្អូនធ្វើឲ្យប្រពន្ធសប្បាយចិត្តមិនខ្វះឲ្យរបស់ញ៉ាំត្រូវអត់បងប្អូនតែធ្វើឲ្យប្រពន្ធអត់សប្បាយចិត្តណាថ្ងៃហ្នឹងដឹងតែអត់មានអីញ៉ាំឆ្ងាញ់ហើយហើយសាឡាត់ហ្នឹងក៏ដូចគ្នាលាងទុកដាក់ក្នុងទូទឹកកកឲ្យស្អាតទៅពេលយើងត្រូវការប្រើយើងមានសាឡាត់ធម្មជាតិញ៉ាំអញ្ចឹងណាបងប្អូនហើយដលងរបស់យើងក៏បានឆ្អិនរួចរាល់ដែរបងប្អូនអើយចាំមើលទៅពេលខ្ញុំហែកសាច់ឲ្យមើលអូយថាល្អួតខ្លាំងមែនតើហ្មងហើយក្តៅឡើងចង់ឲ្យលាកដៃហ្មងទៅកាច់បានណាបងប្អូនមើលណែមើលសាច់ណែអូយឆ្ងាញ់ណាបងប្អូនអើយដលងជ្វារបស់ខាងមណ្ឌលគិរីបងប្អូន